បើសិនជាបងប្អូនបានជិះឆ្លងកាត់នៅកន្លែងស្ពានថ្មចិត្តនឹងវត្តរាជបូរហើយកុំភ្លេចងាកមកខាងស្ដាំដៃផងគឺនៅជាប់ជាមួយនឹងហាង Collection ណាបងប្អូនគឺមានផ្កាមួយដើមនេះបងប្អូនអូយស្រស់ស្អាតខ្លាំងមែនតើខ្ញុំអត់ដឹងតែឈ្មោះផ្កាអីបងប្អូនបើសិនជាបានដឹងជួយ comment ប្រាប់ខ្ញុំផងបងប្អូនមើលទៅអត់សូវឃើញស្លឹកឯងបងប្អូនសតតែផ្កាស្រស់ស្អាតមែនតើខ្ញុំអ្នកស្រឡាញ់ចូលចិត្តផ្កាបងប្អូនអញ្ចឹងឲ្យឃើញកន្លែងណាតំណងផ្កាអីស្អាតហ្នឹងក៏តែងតែឆ្លៀតដាក់បន្តិចនៅក្នុងវីដេអូអញ្ចឹងទៅជាបន្តមកខាងមុខបន្តិចទៀតមកគឺខ្ញុំចង់បង្ហាញពីសម្រស់នៅតាមដងស្ទឹងសៀមរាបយើងបងប្អូនអរគ្នាពីព្រោះថាមានការរៀបចំតុបតែងរួចបណ្ដាបងប្អូនស្រស់ស្អាតខ្លាំងមែនទែនសិតតែភ្លើងហ្មងនៅរាត្រីថ្ងៃទី28ដែលខ្ញុំកំពុងថតនេះហើយនៅទីនេះផងដែរត្រៀមខ្លួនរួចជាស្រេចនឹងរងចាំបងប្អូនអរគ្នានៅថ្ងៃចូលឆ្នាំថ្មីទាំងអស់គ្នាហើយខ្ញុំក៏មិនភ្លេចបង្ហាញពីកន្លែងបាញ់ទឹកដែលស្ថិតនៅជិតអាងកពើបងប្អូនអរគ្នាការបាញ់ទឹកហ្នឹងដូចខ្ញុំប្រាប់នៅក្នុងវីដេអូមុនអញ្ចឹងគឺបើកថ្ងៃសុក្រថ្ងៃសៅរ៍និងថ្ងៃអាទិត្យហើយបើកវេនទី1ហ្នឹងគឺម៉ោង6:45នាទីនិងវេនទី2បើកនៅម៉ោង7:50នាទីអញ្ចឹងរយៈពេល3ថ្ងៃនេះបងប្អូនអាចទៅគយគន់មើលទឹកបាញ់រាំតាមចង្វាក់ភ្លេងបានបងប្អូនអ្នកគ្នានៅក្នុងវីដេអូមួយនេះគឺបទចម្រៀងណារៀងស្រែកខ្លាំងទៅក៏ទឹកនឹងបាញ់ឡើងទៅខ្ពស់កាន់តែខ្លាំងអញ្ចឹងណាបងប្អូនតែខ្ញុំអត់អាចដាក់សលេងស៊ីនបានទេព្រោះអីខ្លាចជាប់ព្រោះអីសុទ្ធតែបទល្បីលំដាប់ពិភពលោកក៏បងប្អូនតោះអញ្ចឹងសូមអញ្ជើញបងប្អូនអ្នកគ្នាទៅទស្សនាវីដេអូមួយនេះជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូនវីដេអូនេះរៀងខ្លីដែរទេអរគុណច្រើនបងប្អូនអ្នកគ្នាដែលបានទស្សនាវីដេអូមួយហ្នឹងពេលនេះគឺខ្ញុំមកដល់ស្ទឹងនៅខេត្តសៀមរាបហើយបងប្អូនអ្នកគ្នាមានការរៀបចំស្អាតនេះតិចច្រឡំថាស្បៃអីបងប្អូនគឺមើងណាហើយកន្លែងនោះមានការរៀបចំសួស្តីឆ្នាំថ្មីរួមបណ្ដាឆ្នាំ2025បងប្អូនឆាប់ខាងមុខនេះហើយនៅតាមដងស្ទឹងសៀមរាបរៀបចំតុបតែងនេះពណ៌ស្អាតមែនតើសត្វទឹកភ្លើងហើយនេះសម្រាប់ក្រុងសៀមរាបនាពេលយប់បងប្អូនដើមឈើដល់ពេលដាក់ភ្លើងហ្នឹងស្អាតអត់ទៅហ្មងចាញ់ចាំងហ្មងនៅកន្លែងចាប់2025ឆ្នាំកាពះវៀនដាំទឹកហូបជាប្រចាំកុំហូបទឹកផ្សេងហូបទឹកកសៀវទៅចំណែកឆ្នាំឬដងបាត់គឺសម្រាប់មួយថ្ងៃពីរពេលកៅមួយព្រឹកមួយល្ងាចរួញឬដងលឿនធ្វើឲ្យយើងផ្លូវលមុខស្រឡះដើរខ្យល់ស្រួលសម្រាប់បានហូបបានហើយយើងហូបក្នុងកាពះវាត្រជាក់ពោះត្រជាក់ពវៀនធំបាត់ជើងអស់ទៅវាលែងពិបាកក្នុងខ្លួនហើយវាដើរខ្យល់ស្រួលសម្រាប់គ្រប់គ្រាន់មានកម្លាំងដូចថាលេងថប់ដង្ហើមលេងឈឺក្បាលវិលមុខស្វាងភ្នែករួយកហើយតែបាត់ជើងមិនអស់គឺរួយកស្វាងភ្នែកឈាមរត់ស្រួលដោយសារបាត់ជើងមិនអស់បាត់ជើងមិនទៀងទាត់